នៅកសិដ្ឋានទឹកដោះគោរបស់លោកគុណមានគ្រួសារកសិករដ៏អស្ចារ្យមួយរស់នៅពួកគេមានការបដិញ្ញាចិត្តក្នុងការការពារអ្វីៗដែលល្អការបដិញ្ញាចិត្តក្នុងការការពារគោក្នុងកសិដ្ឋាននិងប្រភពទឹកដោះគោគ្រួសារកសិករដ៏អស្ចារ្យនេះផឹកទឹកដោះគោគុណនឹងការពារកសិដ្ឋានទឹកដោះគោមើលនោះណពួកក្រុមអាក្រក់កំពុងតែវាយប្រហារចូលមកហើយពួកគេដូចជាកំពុងបំផ្លាញកសិដ្ឋានទឹកដោះគោពួកត្រាណអូហូលោកគឺប្រនាងចេននេះនឹងទឹកដោះគោស្រស់គុណតើណានឹងទទួលបានទឹកដោះគោស្រស់គុណ